នៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកអ្នកនរគ្នាអំពីរបៀបដែលយើងអាចទិញលក់ទំនិញនៅតាមអនឡាញយ៉ាងមានសុវត្ថិភាពហើយនិយាយទៅកន្លងមកគឺយើងឃើញមានព័ត៌មានជាច្រើនទាក់ទងទៅនឹងការចាញ់បោកឬក៏ដូចជាការខាត់បងប្រាក់ជាច្រើននៅតាមការទិញលក់អីវ៉ាន់នៅតាមអនឡាញនេះហើយជាក់ស្ដែងដូចជាវីដេអូដែលគេចែកចាយក្នុងបណ្ដាញសង្គមដូចជាលោកពូម្នាក់ដែលគាត់កំងកូនមន់ប៉ុន្តែពេលមកដល់ផ្ទះឆែកមើលទៅគឺចេញកូនទាទៅវិញអានឹងវាជារឿងមួយដែលហួសចិត្តហើយអស់សំណោចប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនគឺខាត់បងប្រាក់ច្រើនមែនទែនហើយខ្ញុំគិតថារឿងនេះគឺជារឿងដែលមិនអាចចែកម្លែកបានទេដោយសារតែនៅពេលដែលការចែកម្លែកទៅហ្នឹងវាមិនមែនជារឿងដែលល្អទេវាគឺជារឿងអាម៉ាស់ហើយភាគច្រើនមតិដែលទទួលបានគឺសិតតែមតិបន្ទោសបងអាប់គាត់អញ្ចឹងណាអញ្ចឹងជាហេតុដែលគាត់ហ្នឹងគឺត្រូវតែនៅស្ងៀមស្ងាត់ហើយមានតែទទួលយកនៅការខាត់បងនិងការឈឺចាប់តែប៉ុណ្្នឹងឯងសម្រាប់អ្នកនរគ្នានៅពេលដែលអ្នកនរគ្នាទិញលក់អីវ៉ាន់តាមអនឡាញហ្នឹងហើយនៅក្នុងដំណាក់កាលដែលយើងនិយាយចរចាតម្លៃតំណែងនឹងត្រឹមត្រូវហើយជំហានបន្ទាប់គឺប្រកាសជាដល់ដំណាក់កាលដែលយើងត្រូវផ្ញើអីវ៉ាន់ឲ្យគ្នាហើយអ្នកនរគ្នាកុំភ្លេចសួររកសេវាកម្ម COD ពីក្រុមហ៊ុនដឹកជញ្ជូនដែលពាក្យពេញរបស់វាគឺ cash on delivery មានន័យថាក្រុមហ៊ុនដឹកជញ្ជូនឬក៏ភ្នាក់ងារបញ្ញើអីវ៉ាន់ហ្នឹងគឺគាត់ជាអ្នកទូទាត់ប្រាក់ឲ្យយើងតែម្ដងអញ្ចឹងបើសិនជាយើងជាអ្នកលក់យើងអាចប្រើប្រាស់សេវាកម្ម COD នេះបានអញ្ចឹងនៅពេលដែលអីវ៉ាន់ទៅដល់ហើយក្រុមហ៊ុនដឹកជញ្ជូននឹងខលទៅកាន់អ្នកទិញអញ្ចឹងអ្នកទិញនៅពេលដែលគាត់មកយកគាត់អត់អាចដកអីវ៉ាន់នឹងចេញបានទេបើទោះបីជាមានការអនុញ្ញាតពីយើងអ្នកលក់ក៏ដោយលុះត្រាតែគាត់នឹងទូទាត់សាច់ប្រាក់ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនសិនអូខេអញ្ចឹងក្រុមហ៊ុនដឹកជញ្ជូននៅពេលដែលគាត់ទូទាត់សាច់ប្រាក់ហើយគាត់នឹងមកទូទាត់សាច់ប្រាក់ជាមួយជាអ្នកលក់ដែរមកតង់ទៀតអញ្ចឹងវាភាពងាយស្រួលខ្លាំងមែនតើអូខេមួយវិញទៀតសម្រាប់អ្នកទិញនេះគឺមានហានិភ័យខ្ពស់ជាងអ្នកលក់ជាទូទៅដោយសារតែអីវ៉ាន់ហ្នឹងធូរឬក៏អីវ៉ាន់ហ្នឹងតម្លៃថោកទៅគាត់ខ្លាចជាទិញបាត់បាទអញ្ចឹងគាត់ក៏បាញ់លុយឲ្យគេមុនអញ្ចឹងទៅអូខេនៅក្នុងដំណាក់កាលនេះអ្នកទាំងគ្នាមិនបាច់បាញ់លុយឲ្យគេមុនទេអ្នកនរនេះគ្រាន់តែបាញ់ដែរប៉ុន្តែយើងបាញ់ត្រឹមកក់បន្តិចបន្តួចឬក៏អាចនិយាយថាតំណប់ដៃបន្តិចតួចអញ្ចឹងណាអញ្ចឹងដើម្បីកក់ប្លុកឬក៏បិទការលក់របស់គាត់ដើម្បីគាត់ដាក់អីវ៉ាន់ផ្ញើឲ្យយើងហើយយើងត្រូវស្នើសុំអ្នកលក់នឹងឲ្យគាត់ប្រើប្រាស់សេវាកម្ម COD ដែរមកអញ្ចឹងសេវាកម្ម COD ហ្នឹងដូចខ្ញុំលើកឡើងមុនអញ្ចឹងមានថាអ្នកលក់ហ្នឹងគឺគាត់ផ្ញើអីវ៉ាន់ឲ្យយើងមកអូខេមិនអញ្ចឹងហ៎អញ្ចឹងនៅពេលអីវ៉ាន់ទៅដល់ហើយយើងអាចឆែកមើលសិនតាអូអីវ៉ាន់នេះវាត្រឹមត្រូវដោយតែយើងបានចរចាគ្នាឬក៏ដោយតែរូបភាពដែលគាត់បានផ្ញើយើងមើលអត់មានបែកមានកពិតមានបាក់ឬក៏ត្រឹមត្រូវអត់ពេលខ្លះដូចខ្ញុំលើកឡើងខាងលើមិនអញ្ចឹងផ្ញើមន់បានទីឧទាហរណ៍អញ្ចឹងបាទផ្ញើដូចយើងទិញកាមេរ៉ាលេងមកដល់ចេញស្អីផ្សេងទៅយើងមិនដឹងបាទចេញជាទូរស័ព្ទកញ្ចាស់ឬក៏ខូចបាក់បែកអីទៅយើងមិនដឹងណាអញ្ចឹងយើងអាចសុំភ្នាក់ងារដឹកជញ្ជូនឬក៏ក្រុមហ៊ុនដឹកជញ្ជូននឹងឆែកមើលអីវ៉ាន់នឹងសិនអញ្ចឹងនៅពេលដែលត្រឹមត្រូវដោយតែអ្វីដែលយើងបាននិយាយគ្នាពីចរចាគ្នាអញ្ចឹងទៅយើងផេលុយជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូននឹងមកប៉ុន្តែបើសិនអីវ៉ាន់នឹងអត់ត្រូវទេយើងកុំបាញ់លុយឲ្យទៅយើងកុំទូទាត់ទៅហើយក្រុមហ៊ុនដឹកជញ្ជូនគាត់ប្រកាសជា return ឬក៏យកអីវ៉ាន់នឹងត្រឡប់ទៅឲ្យម្ចាស់ដើមគេវិញហើយនៅក្នុងដំណាក់កាលមិញបើសិនជាយើងកក់ប្រាក់យើងច្រើនថាឥឡូវអីវ៉ាន់ហ្នឹង$100 $200យើងកក់$5 $10ទៅយ៉ាងហោចណាស់យើងខានបន្តិចតួអញ្ចឹងណាហើយបើសិនជាមកដល់អីវ៉ាន់ហ្នឹងត្រឹមត្រូវល្អយើងបាញ់ទៅថែមទៅលុយយើងនៅតែលុយយើងហ្នឹងអញ្ចឹងតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាអាចយល់ហើយមានកន្លែងណាឆ្ងល់អាច comment សួរបានវីដេអូមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូដល់ចប់សង្ឃឹមថាអ្នកនរគ្នាទទួលបាននូវចំណេះដឹងថ្មីមួយហើយកុំភ្លេចចែកម្លែកវីដេអូនេះផងទៅកាន់អ្នកដែលអត់ទាន់បានដឹងអញ្ចឹងបើសិនជាចូលចិត្តកុំភ្លេចចុច like follow page ក៏ដូចជា subscribe នៅក្នុង YouTube អ្នកមួយផងជួបជាមួយខ្ញុំបាននៅវីដេអូក្រោយទៀតសូមអរគុណបាយបាយ